មួយអ្នកផ្សេងធ្វើឲ្យបងច្រណែនខាងទាំងពោចាំវិចអន្សមធ្វើចង្ហាន់បងសម្លាញ់មិនច្រណែនគ្រាន់តែអូននៅក្បែរអ្នកផ្សេងបងច្រណែនថាអូនលើហើយវិចអន្សមបងបុកភ្លើងធ្វើចង្ហាន់បងជួយកាប់អស់តែពីតល់រឿងមួយនោះអូនចាំបាច់លើសបងធ្វើអីសុខចិត្តទេអូនលើសបងហើយថាមិនសុខចិត្តទេអូនលើសបងហើយសុខចិត្តទេអូនលើសបងហើយមិនសុខចិត្តទេអូនលើសបងហើយពីសបងណាបងអើយអូនធ្វើយ៉ាងណាអូនធ្វើយ៉ាងណាពីបានណាទេមិនសង្សារតែគេថាលើតែគេថាលើបងមិនចង់បងនិយាយលេងទេណាតាមពិតបងក៏លើសអូនដែរថ្ងៃមុនបងទៅលេងភូមិគេណាភ្លេចនាំមាសមែនទៅជាមួយបងលើហើយបើទៅឆ្លើយដាក់គេណាលើហើយអូនមិនសុខចិត្តទេលើហើយចាំមកអូនប្រាប់ម៉ែណាលើហើយបងទៅទេសុខចិត្តទេអូនលើសបងហើយថាមិនសុខចិត្តទេអូនលើសបងហើយមិនសុខចិត្តទេអូនលើសបងហើយមិនសុខចិត្តទេអូនលើសបងហើយតើលើអ្វីដែលទៅធ្វើឲ្យទៅចំណាយធំប៉ុណ្ណឹងទៅហើយលើឆ្នាំណែទៅសុខពេរំលើសបងមួយបបទីងគាត់ជាមួយអ្នកផ្សេងធ្វើឲ្យបងច្រណែនខាងទាំងពោចាំវិចអន្សមមិនធ្វើចង្ហាន់បងសម្លាញ់មិនច្រណែននឹងគ្រាន់តែអូននៅក្បែរអ្នកផ្សេងបងច្រណែនថាអូនលើហើយវិចអន្សមបងបុកភ្លើងធ្វើចង្ហាន់បងជួយកាប់អស់តែវាតល់រឿងមួយនោះអូនចាំបាច់លើសបងធ្វើអីសុខចិត្តទេអូនលើសបងហើយថាមិនសុខចិត្តទេអូនលើសបងហើយសុខចិត្តទេអូនលើសបងហើយថាមិនសុខចិត្តទេអូនលើសបងហើយសបងណាបងអើយអូនធ្វើយ៉ាងណាអូនធ្វើយ៉ាងណាពីបានណាពេលសង្សារតែគេថាលើតែគេថាលើ បាទសូមយ៉ាងណាជាស្លេអូសតខ្លាំងៗទាំងអស់គ្នាបាទពេលបងចាស់ទៅសំប្រែជីស្គើហើយដើរកងក្នុងពេលបងចាស់ទៅអូននៅក្បែរបងស្រមៃរឿងកំឡងតាំងពីដំបូងទោះជាពេលវេលាកំឡងយ៉ាងណាស្នេហ៍ថាមិនប្រហែលលោកពេញដោយក្តីស្នេហ៍គ្រប់យ៉ាងប្របំក្រមានរូបបំបានអ្នកដែលត្រង់លាញ់បងទ្រូងបងជាបងស្រឡាញ់បេះដូងមិនមែនរូបរាងឡើយពេលបងចាស់ទៅមើលផ្លូវមិនច្បាស់ហើយដើរកងក្នុងពេលបងចាស់ទៅអូននៅក្បែរបង
មៃរឿងកុំតាំងពីសក់ប្រែជាស្កើហើយដើរកងខោពេលបងចាស់ទៅអូននៅក្បែរបងស្រមៃរឿងកូនឡងតាំងពីដំបូងចាស់ទៅមើលផ្លូវមិនច្បាំងអូនអ្នកពេលហើយតាអូបងចាំរៀងនេះទុំស្ដាប់ផ្នែកក្រោយចាំតែស្ដាប់ជាមួយគ្នាបាទអរគុណដល់បាទកំពូលដែលជំរាបកញ្ញាឲ្យសុគន្ធកញ្ញារួមជាមួយនឹងរ៉េស៊ូសាណាក៏ដូចជាលោកថៅថៃផងដែរដែលធ្វើឲ្យកម្មវិធីរបស់យើងនឹងពោពេញទៅដោយភាពកក់ក្ដៅយ៉ាងសន្ធោសន្ធៅហាក់បីដូចបទចម្រៀងបាទ Six Girl on Fire ចាអូយបាទពិសេសមែនតើចាមែនតើស្ដាប់ឲ្យនាងខ្ញុំនៅក្រោយឆាកគឺថាភឺសបលហ្មងបាទចាអរគុណដល់ចង់បែកទៅណាទេពេលវេលារបស់យើងនឹងចង់ឲ្យបាទអ្នកទាំង3នៅកម្ដៅបាទកម្ដៅតទៀតផ្លែឈើ Fresh អរគុណខ្លាំងណាស់ចាបាទនេះគឺជាការឧបត្ថម្ភពីទឹកផ្លែឈើ Fresh ជូនទៅដល់បាទកម្ពុជារាជចម្រៀងបាទតាមពិតទៅ Fresh ចង់ឧបត្ថម្ភច្រើនជាងនេះប៉ុន្តែខ្លាចកញ្ញាសុគន្ធកញ្ញាធ្ងន់យូរអត់រួចបាទចាអត់អីចាំមានបងប្អូនជួយយួរឲ្យដល់គូតឡានចឹងចាំខ្ញុំសួរទៅដល់ Fresh Season ណាបាទចាអរគុណក៏សូមអរគុណដល់ Freshie ដែលបានផ្ដល់ជាកាដូដល់យើងខ្ញុំទាំងអស់គ្នានៅក្នុងថ្ងៃនេះអរគុណដល់ស្ថានីយទូរទស្សន៍ហងមាសដែលបានផ្ដល់កិត្តិយសដល់យើងខ្ញុំទាំងអស់គ្នានាងខ្ញុំចូលរួមនៅក្នុងកម្មវិធីតំបន់យុវវ័យអរគុណនៅវត្តមានការចូលរួមរបស់បងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះផ្ដល់នៅស្នូលតែដៃស្នាមញញឹមនិងភាពកក់ក្ដៅដល់យើងខ្ញុំឲ្យមានកម្លាំងចិត្តក្នុងការបង្ហាញជូននៅបទចម្រៀងជាច្រើនហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងស្រឡាញ់ចូលចិត្តដល់ថែលថៃហើយនឹងហ្សាណាចាពីព្រោះថាតិចទៀតនេះពួកគាត់នឹងមានបទចម្រៀងនៅលើទីផ្សារដើម្បីជូនដល់បងប្អូនទាំងអស់គ្នាស្ដាប់កម្សាន្តអរគុណចាបាទអរគុណចាឥឡូវសូមសួរដល់បងប្អូនទាំងអស់គ្នាស្រឡាញ់អ្នកទាំង3អត់ពេញចិត្តអត់ចង់ជួបគាត់អត់ពីដៃខ្លាំងមួយទៀតអរគុណចាបាទឥឡូវនេះបាទតាមសំណុំពររបស់បាទបងប្អូនទាំងអស់គ្នានៅឱកាសក្រោយទៀតកុំភ្លេចអញ្ជើញពួកគាត់បាទរួមជាមួយនឹងកញ្ញាសុគន្ធកញ្ញាទៅណាព្រមគ្នាតែម្ដងបាទទៅណាទៅជាក្រុមចាអរគុណចាជាបន្តសាណាមានអ្វីចង់និយាយទៅកាន់បងប្អូនចានេះខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានឆ្លៃនឹងចូលចិត្តហើយបានចំណាយពេលវេលាមកទស្សនាកម្មវិធីថ្ងៃនេះផងដែរចាសូមអរគុណចាចុងក្រោយលោកថៅថៃបាទសូមជឿលោកថៅថៃបាទស្វាគមន៍ពិតជាអរគុណទៅដល់ពុកម៉ែបងប្អូនដែលតាមដានទីនេះផ្ទាល់ដោយតាមគេថាផងដែរសូមជូនពរឲ្យ
ពុកម៉ែបងប្អូនទៅរកស៊ីទទួលទានមានបានផងដែរបាទអរគុណហើយខ្ញុំបាទក៏សូមអរគុណផងដែរដល់ទឹកផ្លែឈើព្រះស៊ីដែលបានឧបត្ថម្ភដល់រូបខ្ញុំបាទហើយជាពិសេសអរគុណផងដែរដល់ហាងលក់សម្លៀកបំពាក់វ៉ាន់ធូដែលបានឧបត្ថម្ភដូចជាសម្លៀកបំពាក់រូបខ្ញុំបាទផងដែរបាទអរគុណបាទអរគុណច្រើនអរគុណចំពោះបាទកម្ពុជាដែលចម្រៀងកញ្ញាអសុគកញ្ញាក៏ដូចជាម្ចាស់ពានរង្វាន់ JLP The Voice Cambodia រដូវកាលទី2ក៏ដូចជាបែកខណ្ឌនារីដ៏ឆ្នើមរបស់យើងបាទដែលបានផ្ដល់ជីវិតតម្មានយ៉ាងពិសេសនៅក្នុងកម្មវិធីតំបន់យុវវ័យសូមឲ្យបាទឱកាសក្រោយៗទៀតសូមមកកម្ដៅបាទកម្មវិធីតំបន់យុវវ័យរបស់យើងជាបន្តទៀតជាពិសេសនៅពេលដែលមានវត្តមានរបស់អ្នកទាំង3ក៏ដូចជាបាទតារាកិត្តិយសរបស់យើងមួយរូបទៀតនោះគឺមានការបាទគ្រប់គ្រងយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនរបស់យើងផងដែរបាទជូនពរឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំងក្លាឡើងបាទជួបគ្នានៅបាទកម្មវិធីលើកក្រោយជាបន្តទៀតផងដែរបាទចាចុងក្រោយសូមសម្ដែងស្វាគមន៍ម្ដងទៀត អូអរគុណបាទមួយផ្លែសិនអូសា